បុគ្គលទាំង4ពួកនេះមិនមែនជាមិត្តឡើយបុគ្គលជាមិត្តគិតយកតែប្រយោជន៍ផ្ទាល់ខ្លួនមួយបុគ្គលដែលជាមិត្តល្អតែសម្ដីមួយបុគ្គលដែលជាអ្នកនិយាយចាក់បណ្ដោយឲ្យគប់ចិត្តមួយបុគ្គលជាសម្លាញ់ក្នុងផ្លូវវិន័យមួយបណ្ឌិតដឹងថាបុគ្គលទាំង4ពួកនោះមិនមែនជាមិត្តហើយក៏បីជៀសវាងឲ្យឆ្ងាយដូចជាអ្នកដំណើរជៀសវាងផ្លូវដែលប្រកបដោយភ័យដូច្នោះដែរជាបន្តទៅទៀតខ្ញុំព្រះករុណាអាត្មាភាពនឹងមានឱកាសលើកយកនៅបកណ្ណកធម៌ដើម្បីសម្ដែងប្រកេនចែកជូនដល់ញាតិញោមសប្បុរសទាំងឡាយជាទីសន្តាប់នៅក្នុងវេលាឱកាសពេលនេះដើម្បីបានជាប្រយោជន៍ដើម្បីបានជាកតេសម្រាប់ការពិចារណានៃញាតិញោមទាំងឡាយដែលកំពុងតែក្រេបជញ្ជក់យកនៅឲ្យជារសពោលគឺធម្មទានធម្មទានគឺជាទានដ៏ប្រសើរវិសេសជាងទានទាំងពួងធម្មរសគឺជារសដ៏ប្រសើរជាងរសទាំងពួងនគរចម្លែកក្អែកសជាងកុករីកើតពេញស្រុកច្រៀងរំសប្បាយខ្លាធ្វើមេស្រុកជាប់គុកទន្សាយគោផ្គប់ចៅវាយคล้ายជាអ្នកប្រាជ្ញសេកនៅក្នុងទ្រុងសើចហងលើមេឃស្វាបានផ្លែជែកប្រហើនកោងកាចសេះខ្វាក់ដាច់ខ្សែឆ្កែបានអំណាចប្រឹងព្រុសបន្លាចបង្អើលអ្នកស្រុកសូមអនុមោទនាញាតិញោមសប្បុរសទាំងឡាយក្នុងបកណ្ណកធម៌នាថ្ងៃនេះគឺត្រូវនៅថ្ងៃ14កើតខែពិសាខឆ្នាំមមីអត្តស័កពុទ្ធសករាជ2569គឺនៅសល់តែមួយថ្ងៃទៀតទេគឺពុទ្ធសករាជនឹងឡើងដល់2570ហើយអញ្ចឹងណានៅតែមួយថ្ងៃទៀតទេអញ្ចឹងគឺថ្ងៃពេញបូរមីនាខែវិសាខនេះគឺជាថ្ងៃដែលត្រូវឆ្លងសករាជផងដែរញាតិញោមពុទ្ធបរិស័ទអញ្ចឹងគឺថ្ងៃពេញបូរមីខែវិសាខនេះជាទូទៅគឺជាដំណើរដែលព្រះពោធិសត្វព្រះអង្គទ្រង់បានប្រព្រឹត្តទៅនៅក្នុងថ្ងៃនេះគឺជាព្រឹត្តិការណ៍ហាក់បីដូចជាច្រើនណាគឺក្នុងថ្ងៃតែមួយនឹងឯងញាតិញោមណាហ្នឹងហើយចឹងទេគឺសូម្បីតែការដែលព្រះអង្គទ្រង់បានទទួលការព្យាករអំពីសំណាក់ព្រះពុទ្ធទីបាំងកនៅក្នុងកំណើតនិយតពោធិសត្វព្រះអង្គបានព្យាករថាសមេធៈតបោះនេះគឺនៅសល់តែ4អសង្ខ័យនិង100,000ផែនដីទៀតទេនឹងបានត្រាស់ដឹងជាព្រះពុទ្ធអញ្ចឹងគឺនៅក្នុងថ្ងៃពេញបូរមីខែពិសាខនេះតែម្ដងហើយទី2គឺព្រះវេស្សន្តរដែលព្រះអង្គលោកទ្រង់ប្រសូតក៏នៅក្នុងថ្ងៃពេញបូរមីខែពិសាខនេះផងដែរទី3គឺព្រះមហាបរោះទ្រង់បានប្រសូតក៏នៅក្នុងថ្ងៃពេញបូរមីខែពិសាខនេះផងដែរហើយសហជាតិវត្ថុទាំង7ក៏បានកើតនៅក្នុងថ្ងៃនេះផងដែរទី5ព្រះពុទ្ធទ្រង់ឈ្នះមាសុំទោសព្រះពុទ្ធទ្រង់ត្រាស់ដឹងក៏ស្ថិតនៅក្នុងថ្ងៃពេញបូរមីខែពិសាខនេះផងដែរទី6ព្រះពុទ្ធទ្រង់បរិនិព្វានក៏ស្ថិតនៅក្នុងថ្ងៃពេញបូរមីខែពិសាខនេះផងដែរ
ទី7ព្រះពុទ្ធសមោធាននឹងសម្ដែងធម៌នឹងបានបរិនិព្វានដោយដេជោធាតុហៅថាធាតុនិព្វាននោះក៏នៅក្នុងថ្ងៃពេញបូរមីខែពិសាខនេះផងដែរទី8ព្រះពុទ្ធគ្រប់ព្រះអង្គទ្រង់ឈ្នះមារនៅក្នុងថ្ងៃពេញបូរមីខែពិសាខនេះផងដែរទី9បុណ្យដែលត្រូវឆ្លងសក្ការៈគឺនៅក្នុងថ្ងៃពេញបូរមីខែពិសាខនេះផងដែរអញ្ចឹងគឺនៅសល់តែមួយថ្ងៃទៀតគឺនឹងឆ្លងសក្ការៈឲ្យញាតិញោមណាហ្នឹងហើយអញ្ចឹងគឺបើនិយាយអំពីនៅវេលាថ្ងៃស្អែកពុទ្ធសាសនាកន្លងទៅ2569ហើយក៏ខែកន្លងទៅឲ្យបាន11ខែហើយថ្ងៃកន្លងទៅឲ្យបានថ្ងៃកន្លងទៅឲ្យគឺបាន28ថ្ងៃអញ្ចឹងណាគិតបច្ចុប្បន្នមួយទៀត29អញ្ចឹងគឺឆ្នាំដែលនៅសល់ហ្នឹងគឺនៅសល់2431ព្រះវស្សាណាហើយចំណែកឯខែគឺមិនមែននៅសល់ថ្ងៃនៅសល់មួយថ្ងៃឬគឺថ្ងៃបច្ចុប្បន្ននឹងឯងតែម្ដងអញ្ចឹងណាថ្ងៃគ្មានអញ្ចឹងគឺយើងនឹងឡើងពុទ្ធសករាជ2570តែម្ដងចាប់ពីថ្ងៃពេញបូរមីទៅអញ្ចឹងណាញាតិញោមណាហ្នឹងហើយអញ្ចឹងគឺក្នុងចំណោមព្រឹត្តិការណ៍ទាំង9នេះខ្ញុំបកណ្ណាអាត្មាភាពនឹងសូមលើកយកនៅព្រឹត្តិការណ៍ដែលកន្លែងព្រះអង្គទ្រង់ប្រសូតញាតិញោមពុទ្ធបរិស័ទទាំងឡាយព្រះអង្គទ្រង់ប្រសូតគឺនៅក្នុងព្រៃលំពិនីដែលចន្លោះនគរទាំងពីរកបលផតទេវតាហៈហើយក្រោមដើមរាំងដោយព្រះអង្គព្រះមេត្តាគឺព្រះនាងសិរិមហាមាយាហាក់បីដូចជានឿយប្រកាយចង់បោះដៃទៅឈោងចាប់អ្វីមួយនោះក៏ស្រាប់តែមេឃរាំងបានទូតទាន់មកឲ្យព្រះនាងបានចាប់ពេលនោះគឺហាក់បីដូចជាព្រះពោធិសត្វយាងចុះនៅក្នុងផ្ទៃពីចំហៀងផ្ទៃខាងស្ដាំហើយក៏ទ្រង់បានទ្រង់យាងបាន7ចំហៀនហើយក៏បានលើកម្រាមប្រហោះឡើងទៅលើដោយបានពោលថាអកោហមស្មឹងលោកាសៈអកោហមស្មឹងលោកាសៈអកោហមស្មឹងលោកាសៈដោយគិតថាអាត្មាអញជាកម្ពូលនៃលោកជាតិនេះគឺជាជាតិចុងក្រោយនៃអាត្មាអញហើយអញ្ចឹងណាអញ្ចឹងគឺអកោហមស្មឹងលោកាសៈនេះគឺលោកទ្រង់បានពោលនៅក្នុងជំហានទី7ញាតិញោមពុទ្ធបរិស័ទទាំងឡាយគឺនិយាយអំពីសហជាតិវត្ថុទាំង7ក៏បានកើតឡើងព្រមគ្នាក្នុងពេលជាមួយគ្នាក្នុងម៉ោងជាមួយគ្នាហើយសហជាតិមានន័យថាម៉េចសហហ្នឹងគេប្រែមកថាព្រមណាសហហ្នឹងគេប្រែមកថាព្រមគ្នាញាតិញោមណាហើយជាតិហ្នឹងគឺប្រែមកថាកើតហើយចឹងគឺអ្វីដែលកើតព្រមគ្នាក្នុងពេលនោះគឺមាន7យ៉ាងណាកើតដំណើរគ្នានឹងព្រះអង្គនោះគឺមាន7យ៉ាងញាតិញោមហើយមាន7យ៉ាងនោះតើអីខ្លះទៅហ្នឹងឯងមាន7យ៉ាងនោះអញ្ចឹងគឺមាន7យ៉ាងហ្នឹងគឺនិយាយអំពីមនុស្សមាន4ណានិយាយពីមនុស្សមាន4បើនិយាយពីរុក្ខជាតិមាន1បើនិយាយអំពីសត្វមាន1ហើយបើនិយាយអំពីទ្រព្យគឺមាន1ទៀតតែ1នេះបែងចែកទៅ4ចំណែកធំឬមួយក៏អាចថាជាទ្រព្យកើតឡើងដល់វិសេសវិសាលបំផុតអញ្ចឹងឧទាហរណ៍ថាសហជាតិដែលកើតព្រមគ្នាក្នុងពេលតែមួយហ្នឹងគឺទី1ព្រះនាងពុំពាអាហ្នឹងយើងសំដៅទៅលើមនុស្សមាន4នាក់ញោមណាសំដៅទៅលើមនុស្សមាន4នាក់ទី1ព្រះនាងពុំពាយសោធរាណាគឺព្រះនាងបានកើតនៅក្នុងពេលជាមួយគ្នាម៉ោងជាមួយគ្នាកើតភ្លាមជាមួយគ្នានឹងតែម្ដងអាហ្នឹងគឺនិយាយអំពីមនុស្សទី1មនុស្សទី2គឺសំដៅទៅលើព្រះអានន្ទ
ណាសំដៅទៅលើព្រះអានន្ទដែលបានកើតនៅក្នុងពេលតែមួយនឹងឯងតែម្ដងហើយព្រះអានន្ទនឹងឯងគឺជាជីដូនមួយរបស់ព្រះពោធិសត្វចំណែកឯព្រះនាងពំពាក៏ជាជីដូនមួយនឹងព្រះពោធិសត្វជានឹងព្រះមហាបរោះដែរអញ្ចឹងណាញោមណាឲ្យឆាន់ណាឆាន់ហ្នឹងគឺឆាន់អាមាត្យហ្នឹងឯងឆាន់អាមាត្យហ្នឹងក៏បានកើតនៅក្នុងពេលជាមួយគ្នានោះដែរបានប៉ុន្មាននេះឯងញោមបានប៉ុន្មាននេះឯណានាងពំពា1ព្រះអនន្ត2ឆាន់អាមាត្យ3កាលតេយីណាកាលតេយីអាមាត្យគឺមួយទៀតម្នាក់ទៀតអញ្ចឹង4ហើយមនុស្សហ្នឹងមាន4ចំណែកឯដើមឈើរុក្ខជាតិហ្នឹងណាដើមឈើមាន1គឺសំដៅទៅលើដើមពោធិព្រឹក្សដើមពោធិព្រឹក្សនេះគឺជាឈើដែលព្រះអង្គនឹងត្រូវត្រាស់ដឹងអញ្ចឹងគឺកើតនឹងដោះដំណាលគ្នានឹងការយើងចាក់ផ្ទៃឧត្តរព្រះមេដាគឺក្នុងពេលតែមួយគ្នាអញ្ចឹងគឺដើមពោធិដោះជាមួយគ្នាតែម្ដងហ្នឹងសំដៅទៅលើលោករុក្ខជាតិហើយចំណែកឯសត្វវិញតើសត្វសំដៅទៅលើអីសត្វគឺសំដៅទៅលើសេះកនកៈដែលជាយានជំនិះដ៏ប្រសើរសម្រាប់ដល់ព្រះពោធិសត្វនៃយើងញាតិញោមអញ្ចឹងនៅអីទៀតអំបញ្ញមិញគឺមនុស្សមាន4ដើមឈើមាន1រុក្ខជាតិហ្នឹងណាមាន1ហើយចំណែកឯសត្វនឹងមាន1គឺសំដៅទៅលើសេះកនកៈចុងក្រោយគឺទ្រព្យសម្បត្តិនេះគឺមានរហូតទៅដល់4ឯណោះហៅថាទ្រព្យសម្បត្តិនោះណាទ្រព្យសម្បត្តិ4ហើយអញ្ចឹងគឺទ្រព្យសម្បត្តិនឹងបានកើតឡើងក្នុងពេលតែមួយផងដែរណាទ្រព្យសម្បត្តិនឹងគឺសម្រាប់ជាទីអាស្រ័យក្នុងការប្រើប្រាស់បើសិនជាព្រះអង្គលោកមិនយាងចេញទៅសាងពភ្នោះទេគឺព្រះអង្គលោកបានសោយនៅសម្បត្តិដ៏វិសេសវិសាលហ្នឹងហើយនឹងបានទទួលតួនាទីជាស្ដេចចក្រពត្រាធិរាជហើយការទទួលស្ដេចចក្រពត្រាធិរាជហ្នឹងមិនមែនតែសោយរាជនៅក្នុងចម្ពោះទ្វីបនេះទេញាតិញោមណាមិនមែនតែសោយរាជគ្រប់គ្រងនៅក្នុងចម្ពោះទ្វីបនេះទេមាននគរចម្រុះណាមាននគរចំណុះរាប់រយរាប់ម៉ឺនរាប់សែននគរនោះទេតែបើសិនជាព្រះអង្គលោកមិនយាងចេញសាងពភ្នោះទេព្រះពោធិសត្វនៃយើងគឺព្រះអង្គបានគ្រប់គ្រងនៅក្នុងចម្ពោះទ្វីបផងនិងគ្រប់គ្រងក្នុងឋានសួគ៌ពាក់កណ្ដាលផងដែរជឿទេវាមិនធម្មតាទេញោមមិនធម្មតាទេចុះហេតុអីបានជាព្រះសម្មាសម្ពុទ្ធព្រះពោធិសត្វនៃយើងព្រះអង្គលោកលះបង់ទាំងអស់នៅសហជាតិវត្ថុហ្នឹងព្រះអង្គលះបង់ទាំងអស់ដើម្បីចេញមកសាងពភ្នោះបួសនៅក្នុងព្រៃញាតិញោមណាបួសក្នុងព្រៃទៅសិក្សារៀនសូត្រជាមួយនឹងគ្រូទាំងពីរគឺអាឡារតបោះនិងឧត្តកតបោះរៀនចំណេះវិជ្ជាពីគ្រូទាំងពីររកមធ្យោបាយអស់ចំណេះណារកបង្រៀនអីតទៅទៀតអត់មានអស់លីងណាបង្រៀនសិស្សអស់លីងហើយសិស្សពពោធិសត្វនេះគឺចាំមហាសែនចាំញាតិញោមហើយរហ័សលឿនទៀតអត់មានបានរៀនយូរទេអញ្ចឹងគឺពពោធិសត្វនៃយើងនៅពេលដែលដឹងថាគ្រូទាំងពីរអស់ចំណេះមិនអាចនឹងរៀនបន្តទៅទៀតបានឬមួយក៏អាចស្វែងរកនៅមុខធម៌អាចស្វែងរកនៅការត្រាស់ដឹងបានគឺពពោធិសត្វទ្រង់ពិចារណាថាគ្រូអស់ចំណេះហើយអញ្ចឹងក៏យាងចេញទៅប្រព្រឹត្តនៅក្នុងផ្លូវមួយគេហៅថាអត្តកលមដ្ឋានយោគអត្តកលមដ្ឋានយោគហ្នឹងគឺធ្វើឲ្យប្រកាយលំបាកលំបិនមិនសោយអាហារអញ្ចឹងគឺធ្វើឲ្យព្រះអង្គស្គមស្គាំងរីងរៃនៅសល់តែស្បែកដណ្ដប់ឆ្អឹង
ចឹងគឺវេទនាណា6ព្រះវស្សាញាតិញោមពុទ្ធបរិស័ទទាំងឡាយហើយកាលពីដើមហ្នឹងទៅបួសជាមួយគ្នាហ្នឹងគឺមានបញ្ចវគិយឫស្សីទាំង5ដែលនៅកលបំរើដល់ពពោធិសត្វនៃយើងប៉ុន្តែដល់ពេលព្រះអង្គលោកពិចារណាថាផ្លូវអត្តកលមដ្ឋានយោគនេះមិនមែនជាផ្លូវរបស់អាត្មាអញត្រាស់ដឹងទេចឹងក៏ព្រះអង្គទ្រង់សម្រេចបតីដកចេញអំពីផ្លូវដ៏លំបាកលំបិននេះដើម្បីនឹងទទួលចង្ហាន់ឡើងវិញពេលនោះឯងក៏បានទទួលនៅស្បូវភ្លាំង8ក្តាប់ហើយយកទៅក្រាលនៅក្រោមដើមពោធិព្រឹក្សនិយាយឲ្យឆាប់ខ្លីគឺក្រាលពីខាងលិចពីខាងកើតពីខាងជើងក្រាលពីខាងលិចពីខាងត្បូងពីខាងជើងឃើញថាជាសភាពរដិបរដប់មិនមានផាសុកភាពទេក្រាលទោះបីថាយ៉ាងម៉េចក៏គង់ទៅដូចជាមិនមានណាហេតុផលណាមួយមិនមានភាពកក់ក្ដៅណាមួយដើម្បីបង្ខំឲ្យព្រះអង្គទ្រង់គង់នៅពីខាងជើងដើមពោពីខាងលិចដើមពោពីខាងត្បូងដើមពោគឺអត់មានអញ្ចឹងគឺនៅពេលដែលយកស្បូវនោះឯងយកមកក្រាលពីខាងកើតដើមពោគឺព្រះអង្គគង់ហាក់បីដូចជាមានភាពកក់ក្ដៅដូចជាមានផាសុកភាពព្រះអង្គនឹងបានគង់យ៉ាងស្ងប់ពេលនោះក៏ព្រះអង្គទ្រង់បានណាអធិដ្ឋានថាបើសិនជាអាត្មាអញមិនបានត្រាស់ដឹងជាព្រះពុទ្ធទេនោះអាត្មាអញនឹងមិនក្រោកចាកទីនេះឡើយសាច់សរសៃឈាមណានឹងចូលរីងស្ងួតទៅចុះហើយអញ្ចឹងការអធិដ្ឋានរបស់ព្រះអង្គហ្នឹងអញ្ចឹងណាញោមណាហ្នឹងហើយអញ្ចឹងគឺដាក់បតីអធិដ្ឋានចប់នៅក្នុងហ្នឹងតែម្ដងបើមិនបានត្រាស់ដឹងជាព្រះពុទ្ធទេណាគឺមិនក្រោកឡើងទៅណាជាដាច់ខាតពេលនោះឯងផែនដីហាក់បីដូចជាកក្រើកញាប់ញ័រហាក់បីដូចជាស្វាគមន៍ឬមួយក៏អបអរសាទរនៅពេលដែលព្រះអង្គទ្រង់បានអធិដ្ឋានអញ្ចឹងគឺព្រះអង្គទ្រង់បានពិចារណាដោយប្រើបញ្ញាញាណរបស់ព្រះអង្គណាធ្វើជារបៀបបដិឡោមវិធីអនុឡោមវិធីនិងបដិឡោមវិធីដើម្បីស្វែងរកការត្រាស់ដឹងរបស់ព្រះអង្គអញ្ចឹងគឺការពិចារណាហ្នឹងក៏ប្រើបញ្ញាសុទ្ធទេញាតិញោមណាព្រះអង្គលោកប្រើបញ្ញាសុទ្ធការត្រាស់ដឹងរបស់ព្រះអង្គនេះអញ្ចឹងគឺព្រះអង្គទ្រង់ពិចារណាថាមុននឹងអាត្មាអញមកគង់ក្រោមដើមពោធិព្រឹក្សពីខាងកើតហ្នឹងតើអាត្មាអញនៅកន្លែងណាអញ្ចឹងគឺទ្រង់ធ្វើជារបៀបបដិឡោមវិធីអនុឡោមវិធីសារចុះសារឡើងមុននឹងមកគង់ពីខាងកើតហ្នឹងអាត្មាអញគឺនៅពីណាអញ្ចឹងថានៅពីលិចពីកើតពីលិចពីជើងពីត្បូងអីអញ្ចឹងទៅហើយចុះមុននឹងមកដល់ដើមពោហ្នឹងតើអាត្មាអញនៅណាក៏បានពិចារណាប្រើបញ្ញាយ៉ាងរហ័សលឿនបំផុតថាអាត្មាអញបានទទួលស្បូវភ្លាំងត្រឡប់មកវិញសារទៅវិញអាត្មាអញបានសោយទុក្ករកិរិយាអស់6ព្រះវស្សាដោយមានបញ្ចវគិយឫស្សីទាំង5ជាអ្នកកលបំរើចុះមុននឹងគឺបានសិក្សារៀនសូត្រនៅក្នុងសំណាក់តាបោះទាំងពីរគឺឧត្តកតាបោះនិងអាឡារតាបោះសារចុះសារឡើងពិចារណាថាហើយក៏ត្រឡប់មកដល់ដើមពោវិញសារចេញពីដើមពោទៅវិញថាមុននឹងមកជួបអាឡារតបោះនិងឧត្តកតបោះតើអាត្មានៅណាចឹងក៏បានណាពិចារណារហូតដល់ព្រះអង្គទ្រង់បានកាត់ភ្នួងណាបកេសាដើម្បីសាងប្រភ្នួនោះណានៅលើភ្នោខ្សាច់ណាហ្នឹងហើយក្នុងពេលនោះគឺមានសេះកណ្ដកៈនិងឆានអាមាត្យនៅទីនោះផងដែរហើយចឹងសារមកដើមពោវិញណាពិចារណាសារមកដើមពោរួចចេញពីដើមពោទៅវិញទៀតណាមុននឹងឆ្លងស្ទឹងឆ្លងកាត់នគរទាំង3តើអាត្មាអញនៅណាតើអាត្មាអញនៅក្នុងនគរកបិលពស្តុណាមុននឹងចេញមកគឺបាន
ឃើញនៅនាងពំពានឹងបុតជាទីស្រឡាញ់ហៅថារាជអរោះគឺរាហុលដែលទៅតែបានប្រសូតនៅក្នុងថ្ងៃនេះចង់3តកងបំ3តកង3បំថ្នមបំពេដើម្បីបបោអង្អែលនៅរាជអរោះដែលជាទីស្រឡាញ់របស់ព្រះអង្គអញ្ចឹងសារមកវិញណាសាររហូតមកដល់ព្រះអង្គគង់នៅដើមពោអុយសារទៅវិញទៀតណាបញ្ញាហ្នឹងគឺអដឡោមវិធីទៅទៀតបដិឡោមចុះឡើងរហូតដល់ព្រះអង្គទ្រង់បានសោយរាជសម្បត្តិនៅក្នុងនគរកបិលភ័ស្ត្ររហូតដល់ព្រះអង្គនៅវ័យកុមារមុននឹងយាងចេញសាងពភ្នោះក៏បានមើលឃើញទេវទូតគឺមានចាស់ជរាព្យាធិមរណៈនិងភេទអ្នកបួសអញ្ចឹងគឺពិចារណាទៅរហូតដល់ព្រះអង្គនៅវ័យក្មេងរហូតដល់ព្រះអង្គទ្រង់ប្រសូតចេញចាក់ឧត្តរហើយស្គាល់ពភៈពមេដារហូតពិចារណាត្រឡប់មកដើមពោវិញរួចពិចារណាថយទៅវិញណាខ្សាយចុះទៅវិញរហូតដល់មុននឹងបានមកកើតជាសញ្ជាតិព្រះសទ្ធត្ថនេះឯងតើអាត្មាអញនៅទីណាពិចារណាទៅគឺឃើញថាអូមុននឹងបានចុះចាប់បដិសន្ធិនៅក្នុងផ្ទៃគឺអាត្មាអញនៅឯឋានដុសិតអញ្ចឹងណាញោមណាអ្នកឃើញពិចារណាឆ្លងជាតិហើយនៅឋានដុសិតហើយជុំមុននឹងកើតនៅដុសិតតើអាត្មាអញនៅណាមុននឹងកើតនៅឋានដុសិតអាត្មាអញនៅណាអញ្ចឹងណាញោមណាពិចារណាថាអូអាត្មាអញនៅជាតិជាពវេសន្តរនៅជាតិជាពវេសន្តរហើយចឹងពិចារណាត្រឡប់ចុះត្រឡប់ឡើងជាតិជាពវេសន្តរទោះជាតិទាំង10ណាសារចុះសារឡើងទោះជាតិទាំង10រហូតចេញពីទោះជាតិទៅទៀតមានជាតិជាច្រើនណារាប់អសង្ខ័យជាតិណាព្រះអង្គទ្រង់ពិចារណាចឹងដោយប្រើបញ្ញាអដឡោមវិធីបដិឡោមវិធីទៅឲ្យមកឲ្យទៅឲ្យមកឲ្យទៅឆ្លងដល់អសង្ខ័យជាតិជាអសង្ខ័យណាអសង្ខ័យទី1អសង្ខ័យទី2អសង្ខ័យទី3អសង្ខ័យទី4និងមួយសែនផែនដីអញ្ចឹងព្រះអង្គលោកពិចារណាឃើញជាតិរបស់ព្រះអង្គគ្រប់ជាតិទាំងអស់សារចុះសារឡើងក្នុងបឋមពោធិកាលឬមួយក៏ក្នុងបឋមយាមក្នុងបឋមយាមពិចារណានៅក្នុងបឋមយាមហ្នឹងពិចារណាឃើញនៅជាតិរបស់ព្រះអង្គហើយមួយទៀតការប្រើបញ្ញារបស់ព្រះអង្គគឺដែលព្រះអង្គលោកបានកសាងផ្នែកខាងបញ្ញាធឹកនេះអញ្ចឹងគឺពេលនេះជាឱកាសមួយដែលព្រះអង្គប្រើបញ្ញាសុទ្ធសូម្បីតែការផ្ចាញ់មាណាផ្ចាញ់ជាមួយនឹងមារាធិរាជណាមារាធិរាជដែលមកផ្ចាញ់ជាមួយនឹងព្រះអង្គអញ្ចឹងក៏ព្រះអង្គទ្រង់ប្រើបញ្ញារបស់ព្រះអង្គដែរញាតិញោមពុទ្ធបរិស័ទទាំងឡាយដូច្នេះក្នុងបឋមយាមព្រះអង្គទ្រង់បានសម្រេចនៅអីគេណាមានពពេនិវាសានុសតិញាណអាសវគយញាណនិងចុតតោបបាតញាណអញ្ចឹងគឺពពេនិវាសានុសតិញាណនេះគឺព្រះអង្គទ្រង់ដឹងអំពីជាតិខាងដើមរបស់ព្រះអង្គទាំងអស់ញាតិញោមណាបានដឹងអំពីជាតិកំណើតអសង្ខ័យជាតិរបស់ព្រះអង្គហើយអត់មានភ្លេចទេអត់មានភ្លេចទេញាតិញោមពុទ្ធបរិស័ទគឺដឹងទាំងអស់ហើយបន្ទាប់ពីបាននៅវិជាពពេនិវាសានុសតិវិជាហើយគឺព្រះអង្គទ្រង់បានវិជាទី2នៅក្នុងមជ្ឈមយាមគេហៅថាអាសវខយញាណឬមួយក៏អាសវខយវិជាគឺឈ្នះនៅកិលេសក្នុងខ្លួនរបស់ព្រះអង្គពលមេដែលបានមកណែនណាន់តាន់តាប់ខ្នាប់ខ្នាប់ទឹកខ្នាប់ដីនេះគឺជាកិលេសគេហៅថាជាកិលេសមេដែលមានគេហៅថាដែលខាប់ដែលខាប់ណែនពេញក្នុងបតីរបស់ព្រះអង្គដែល
ធ្វើឲ្យរាងកាយរបស់ព្រះអង្គនេះត្រូវបានការរុះរើមិនឈប់មិនឈរនៅក្នុងវដ្តសង្សារនេះគេហៅថាអនេកជាតិទេសង្សារੰសន្ធាវិសੰអនុពិសੰកហការੰកវេសន្តោទុក្ខាជាតិបណបណੰកហការសិទ្ធិតិដ្ឋិបនៈកេហੰនកាហសិសពាទេផាសកាបគាកហគោដੰវិសង្កតੰវិសង្ខារកតੰចិត្តੰតណ្ហានੰខយមច្ចគាសិថាតណ្ហានេះជាជាងផ្ទះបានសាងសង់នៅអត្តភាពរបស់តថាគតអស់រាប់អសង្ខ័យជាតិហើយឥឡូវនេះអាត្មាអញតថាគតនឹងកាច់បំបាក់ណាដៃរណែងកាច់បំបាក់នៅផ្ទងកាច់បំបាក់នៅធ្នឹមសសរផ្ទះដំបូលផ្ទះទាំងអស់ដែលតណ្ហាឯងបានកសាងនៅអត្តភាពរបស់តថាគតអស់រយៈពេលអសង្ខ័យជាតិក៏ហើយនោះហើយចឹងពេលនេះអ្នកមិនអាចកសាងអត្តភាពផ្ទះពោលគឺណាអត្តភាពរបស់តថាគតតទៅមុខទៀតបានទេជាតិនេះគឺជាជាតិចុងក្រោយដែលយើងបានកាច់បំបាក់នៅតណ្ហានេះឯងអស់ហើយអ្នកត្រង់ហ្នឹងឯងញាតិញោមព្រះអង្គទ្រង់បាននៅអាសវគយវិជ្ជាហើយចឹងគឺកិលេសនៅក្នុងចិត្តរបស់ព្រះអង្គកិលេសនៅក្នុងខ្លួនមានលោភៈមានទោសៈមានមោហៈនេះគឺត្រូវបានកំតិចណាកំតិចកាច់បំបាក់អត់មានសល់ទេចឹងគឺអត់មានសល់ទេហ្នឹងហើយព្រះអង្គទ្រង់បានសម្រេចនៅអាសវគយវិជ្ជាចំណែកឯបច្ឆមយាមនេះគឺព្រះអង្គទ្រង់បានត្រាស់ដឹងនៅវិជ្ជាហៅថាចតោបបត្តវិជ្ជាចតិបដិសន្ធិរបស់សត្វកើតស្លាប់យ៉ាងម៉េចយ៉ាងណាគឺព្រះអង្គដឹងទាំងអស់និស័យកម្មរបស់សត្វគឺតថាគតដឹងទាំងអស់ញាតិញោមណាហ្នឹងហើយហើយចឹងគឺកំណើតរបស់សត្វក្តីមិនត្រឹមតែព្រះអង្គលោកដឹងជាតិរបស់ព្រះអង្គទេសូម្បីតែសត្វដតីក៏ព្រះអង្គដឹងជាតិថាណាដឹងថាអ្នកនេះពីជាតិមុនកើតជាអីក្នុងសាច់រឿងអញ្ចឹងគឺតំណតមកអញ្ចឹងអញ្ចឹងដឹងអំពីនិស័យរបស់សត្វណាមិនដឹងជានិស័យរបស់សត្វដឹងពីការកើតស្លាប់របស់សត្វមិនត្រឹមតែដឹងតែខ្លួនព្រះអង្គឯងទេញាតិញោមពុទ្ធបរិស័ទទាំងឡាយដូច្នេះវិជ្ជា3វិជ្ជា8ចរណៈ15ចឹងសួរថានៅពេលណាដែលកើតនៅវិជ្ជា8ណានៅពេលណាដែលកើតនៅវិជ្ជា8ឥឡូវព្រះអង្គបានវិជ្ជា3ហើយបានវិជ្ជា3ហើយចុះវិជ្ជា8កើតមាននៅពេលណាផោសាធុវអស់លោកសាធុសប្បុរសទាំងឡាយនិយាយអំពីវិជ្ជាទាំង8នេះគឺមិនមែនមាន8ផ្សេងទៀតទេគឺមានតែ5តែប៉ុណ្ណោះ5បូកនឹង3ណា5បូកនឹង3ទៅជា8អញ្ចឹងគឺមានអិទ្ធិវិធិវិជ្ជាទិបសោតវិជ្ជាចេតោបរិញ្ញាណវិជ្ជាមានវិជ្ជា5ទៀតញាតិញោមណាអាត្មាផ្លេចមេត្តាហើយមិនដឹងថាត្រូវរាប់របៀបម៉េចទេប៉ុន្តែមានមโนមយិទ្ធិវិជ្ជាអិទ្ធិវិធិវិជ្ជាចេតោបរិញ្ញាណវិជ្ជាទិបសោតវិជ្ជាណាអញ្ចឹងគឺវិជ្ជាទាំងហ្នឹង5អញ្ចឹងយកមកបូកជាមួយវិជ្ជា3ដែលព្រះអង្គលោកបានត្រាស់ដឹងនោះគឺពពេនិវាសានុសតិវិជ្ជាអាសវគយវិជ្ជានិងនឹងចតោបវត្តវិជ្ជាអញ្ចឹងយកមកបូកជាមួយនឹងវិជ្ជា3នេះបានទៅជាវិជ្ជា8អញ្ចឹងណាញោមណានឹងបានទៅវិជ្ជា8អញ្ចឹងគឺនៅពេលដែលកើតនៅវិជ្ជា3វិជ្ជា8ហើយចរណៈ15ហើយនោះក្នុងពេលនោះនឹងមាននាម10ប្រការហៅថានេមិត្តកនាមគឺបានកើតឡើងក្នុងពេលតែមួយដែរណាក្នុងពេលតែមួយដែរញាតិញោមណានេមិត្តកនាមគេហៅថានាមដែលកើតឡើងឯងឬមួយក៏នាមទាំង10ដែលញាតិញោមទាំងអស់គ្នាបានដឹងហើយនឹងស្គាល់គ្រប់គ្នាហើយហើយជននាមទាំង10នឹងមានអីខ្លះទៅញាតិញោម
ណាគឺមានតាំងពី1អរហង្គទី2សម្មាសម្ពុទ្ធោណាវិជ្ជាចរណៈសម្បណ្ណោហ្នឹងគឺសត្វតែនាមលោកវិទូអាហ្នឹងគឺជានាមលោកវិទូអនុត្តរោហ្នឹងគឺជានាមបរិសត្យមសារថៈហ្នឹងគឺជានាមសត្ថាទេវមនុស្សាnăngណាហ្នឹងគឺជានាមពុទ្ធោណាជានាមហើយភគវេហ្នឹងគឺជានាមហើយអញ្ចឹងញាតិញោមប្រែនៅក្នុងអិតិបិសោហ្នឹងគឺនាមរបស់ព្រះអង្គហើយអញ្ចឹងណាអរហង្គណាសម្មាសម្ពុទ្ធោព្រោះព្រះអង្គទ្រង់ព្រះនាមថាសម្មាសម្ពុទ្ធោព្រោះព្រះអង្គឆ្ងាយចាកសឹកសត្រូវពោលគឺកិលេសព្រមទាំងវាសនាគឺកាយប្រយោគវិជ័យប្រយោគសម្មាសម្ពុទ្ធោព្រះអង្គជាអ្នកត្រាស់ដឹងនៅញយធម៌ទាំងពួងដោយប្រពៃចម្ពងព្រះអង្គអត់មានគ្រូអាចារ្យណាបដៅព្រះអង្គឡើយវិជ្ជាចរណៈសម្បណ្ណោព្រះអង្គទ្រង់បានសម្រេចនៅវិជ្ជា3វិជ្ជា8និងចរណៈ15លោកវិទូព្រះអង្គជ្រាបច្បាស់នៅត្រៃលោកអនុត្តរោព្រះអង្គប្រសើរណាដោយសីលាធិគុណរកបកលណាមួយស្មើគ្មានបរិសត្យមសារថៈអញ្ចឹងទៅណាប្រែរញាតិញោមដឹងណាសត្ថាទេវមនុស្សសាnăngព្រះអង្គជាគ្រូជាសាស្ត្រាចារ្យអញ្ចឹងទៅពុទ្ធោអញ្ចឹងទៅភគវេអញ្ចឹងទៅញោមប្រែនៅក្នុងអិតិបិសោហ្នឹងនឹងហៅថានាមរបស់ព្រះអង្គទាំង10ញាតិញោមលើកដៃថ្វាយបង្គំអល់តែថ្ងៃហ្នឹងសូត្រអិតិបិសោហ្នឹងគឺសូត្រអំពីព្រះនាមរបស់ព្រះអង្គហើយអញ្ចឹងណាព្រះនាមរបស់ព្រះអង្គហ្នឹងអរហង្គសម្មាសម្ពុទ្ធោវិជ្ជាចរណៈសម្បណ្ណោហ្នឹងការសូត្ររាល់ថ្ងៃហ្នឹងហើយជាការសូត្ររំលឹកអំពីនេមិត្តកនាមដែលជានាមកើតឯងក្នុងសម័យដែលព្រះអង្គទ្រង់បានត្រាស់ដឹងដែលជាព្រះសម្មាសម្ពុទ្ធនៅក្នុងថ្ងៃពេញបូរមីខែពិសាខនេះឯងតែម្ដងអញ្ចឹងគឺត្រាស់ដឹងនៅក្នុងថ្ងៃហ្នឹងក្នុងថ្ងៃពេញបូរមីខែពិសាខហ្នឹងអញ្ចឹងគឺព្រះអង្គបានទៅជាអគ្គបុគ្គលជាតក្ខណៈវិទូជើងឯកជាម្ចាស់សាសនាជាអ្នកបានសាងសន្តិភាពនៅលើពិភពលោកហ្នឹងអញ្ចឹងពេលព្រឹកព្រះអង្គទ្រង់បានបំពេញនៅពុទ្ធកិច្ចមួយហៅថាពពន្ធហេបណបតញ្ចៈព្រះអង្គពេលព្រឹកគឺតែងតែនិមន្តបិណ្ឌបាតសាយនហេធម្មទេសនំព្រះអង្គទ្រង់សម្ដែងពធទេសនានៅវេលាថ្ងៃរសៀលណាសាយនហេធម្មទេសនំបច្ចោសេវកតេកាលណាមរពពន្ធហេបណបតញ្ចៈសាយនហេធម្មទេសនំបតោសេវកតេកាលេផពាផពេវិលោកណੰមានន័យថាពេលប្រលប់ព្រះអង្គទ្រង់សម្ដែងអវាទបតមោកដល់ភិក្ខុសង្ឃទាំងឡាយពេលពាក់កណ្ដាលរាត្រីព្រះអង្គទ្រង់បានដោះប្រស្នាដល់ទេវតាទាំងឡាយហើយនឹងចំណែកឯពេលបែកបញ្ចុះសម័យព្រះអង្គទ្រង់បានណាប្រមាលមើលឧបនិស្ស័យរបស់សត្វថាតើសត្វណាមាននិស្ស័យជាមួយនឹងបណ្ដាញាណរបស់តថាគតតថាគតនឹងទៅសម្ដែងធម៌ប្រុសតថាគតនឹងទៅទទួលទានតថាគតនឹងទៅដើម្បីស្រោចស្រង់ជួយលើកដំកំដំកើងឲ្យបានសម្រេចរហូតទៅដល់ថ្នាក់មគ្គផលជាន់ខ្ពស់ហៅថាអរិយផលអញ្ចឹងណាអញ្ចឹងគឺព្រះអង្គទ្រង់ណាចេញនៅព្រះសកម្មភាពរបស់ព្រះអង្គហ្នឹងរយៈពេល45ព្រះវស្សា45ព្រះវស្សាព្រះអង្គទ្រង់បានបំពេញនៅពុទ្ធកិច្ចនឹងអស់រយៈពេល45ព្រះវស្សា45ព្រះវស្សាយូរញោមណាហ្នឹងហើយយូរណាស់អញ្ចឹងគឺតាំងពីថ្ងៃដែលព្រះអង្គត្រាស់ដឹងបន្ទាប់អំពីការសម្រេចបទថានឹងត្រូវយាងប្រោសសัตว์ពីព្រោះថាការត្រាស់ដឹងនេះណាបន្ទាប់ពីការត្រាស់ដឹងព្រះអង្គបានប្រមាលមើលដឹងច្បាស់ថាពិតជាពិបាកមែនព្រះអង្គសឹងតែសម្រេចបទដើម្បីនឹងបរិនិព្វាននៅពេលថ្ងៃដែលព្រះអង្គបានត្រាស់ដឹងនោះទៅហើយប៉ុន្តែព្រះអង្គទ្រង់បានពិចារណាថា
អាត្មាអញគឺខំប្រឹងប្រែងដើម្បីបានសម្រេចនៅពោធិញ្ញាណនេះគឺដើម្បីជួយស្រោចស្រង់នៅសត្វនិកទាំងឡាយដែលកំពុងតែផុងឆ្លក់ដេកលក់នៅក្នុងអន្លង់អវិជ្ជាណានៅក្នុងអន្លង់អវិជ្ជាដូច្នេះអាត្មាអញមិនត្រូវបរិណិព្វានឡើយណាអញ្ចឹងគឺព្រះអង្គទ្រង់បានបែងចែកបុគ្គលដែលត្រូវប្រោះនោះឯងឲ្យទៅជាបុគ្គលផ្សេងពីគ្នាមានអុក្ខដតញ្ញូមានវិបច្ចតញ្ញូមាននយបរិស័ទមានបតៈបរមបរិស័ទអុក្ខដតញ្ញូសត្វដែលមានឧបនិស្ស័យខ្ពស់គ្រាន់តែបានឃើញតថាគតគ្រាន់តែបានស្ដាប់តថាគតគឺបុគ្គលនោះបានសម្រេចធម៌ចន្ទខ្ពស់តែម្ដងទី2វិបច្ចតញ្ញូគឺប្រៀបដូចជាបុគ្គលនោះឯងដែលស្ទើរបញ្ញាមិនដល់ឧក្ខដតញ្ញូទេមានន័យថាបើសិនជាស្ដាប់ម្ដងពីរដងមិនអាចស្ដាប់បានហើយយកជាផ្លូវការតែម្ដងប្រៀបឧបមាបីដូចជាផ្កាឈូកដែលនៅសល់មួយថ្ងៃពីរថ្ងៃទៀតទៅផ្កាឈូកនោះរះរីកផុតចេញអំពីទឹកចឹងបុគ្គលចម្ពុះពីរនេះគឺដល់ព្រះអង្គទ្រង់សម្ដែងធម៌ឲ្យបានយ៉ាងហោចក៏2ដងទៅ3ដងគឺនឹងយល់ដឹងណាតែម្ដងយល់ទេចឹងអានេះគឺជាបុគ្គលដែលទី2ហើយបុគ្គលទី3គឺសម្ដែងធម៌ឲ្យញឹកហើយឲ្យញាប់ទៀតអាហ្នឹងមិនស្ដាប់បានមិនម្ដងស្ដាប់បានមិន2ដងស្ដាប់បានមិន3ដងស្ដាប់បានទេហើយចឹងដល់តែ4 5 6ដង10ដង20ដង30ដងទៅចឹងគឺអាចស្ដាប់បានណាប្រៀបឧបមាបីដូចជាផ្កាឈូកដែលទៅតែដុះមកនៅពាក់កណ្ដាលទឹកត្រូវប្រើរយៈពេលយូរថ្ងៃទៀតទៅផ្កាឈូកនោះឯងបានបំប្រាស់ទឹកឬមួយក៏រីកផុតពីទឹកតែម្ដងហើយតែកាលណាផុតពីទឹកមិនយូរទេបន្តិចរីកហើយចឹងញាតិញោមណាអញ្ចឹងយ៉ាងណាមិញបុគ្គលចម្ពុះ3នេះដែលយើងសម្ដែងធម៌ឲ្យញឹកញាប់បន្តិចអានឹងមិនអាចណានឹងបានសម្រេចធម៌ចំណែកឯបុគ្គលទី4ហៅថាបតៈបរមបុគ្គលឬមួយក៏ហៅថាបតៈបរមបរិស័ទចឹងគឺបុគ្គលនេះមិនអាចនឹងស្ដាប់បាននោះទេទោះបីយកធម៌ពីរោះរំដំដួងចិត្តយ៉ាងណាក៏ឲ្យបុគ្គលនោះត្រូវនឹងស្ដាប់ធម៌របស់ព្រះអង្គគឺមិនមានឡើយយល់ទេអញ្ចឹងគឺមានអ្នកអត់ចេះស្ដាប់ធម៌នឹងច្រើនណាស់ញោមណានៅលើโลกនេះអ្នកខ្លះគាត់ថាគ្រាន់តែណាអ្នកខ្លះគ្រាន់តែឮលោកសំដែងធម៌ហ្នឹងគឺមិនត្រឹមតែមិនស្ដាប់ទេហាក់បីដូចជាមានអារម្មណ៍ហ្នឹងចង់ខឹងលោកទៅទៀតអញ្ចឹងណាអាហ្នឹងគឺអត់មានទេអត់មានឧបនិស្ស័យទេជាតិហ្នឹងបានកើតជាមនុស្សក៏ប៉ុន្តែជាតិក្រោយមិនសង្ឃឹមថាបានកើតជាមនុស្សទេណាអាចកើតជាណាដៃ2ជើង2អញ្ចឹងទៅឬមួយក៏ដោះកតុយមួយអញ្ចឹងទៅអញ្ចឹងទៅគឺมันអាចនឹងថាបានទេអញ្ចឹងបើទោះបីថាពេលវេលានេះឯងយូរនាំឲ្យប៉ះពាល់ដល់អារម្មណ៍ចូលអ្នកទាំងឡាយដែលមិនស្រឡាញ់ធម៌កុំតបតឬមួយក៏អាចថានឹងសំងំកន្លែងណាមួយលាក់ខ្លួនឲ្យបានស្រួលណាកុំប្រមាថនៅធម៌កុំខឹងអ្នកសំដែងធម៌ហើយចឹងបានសុខបានចម្រើនបានរួចចាកទុកអាស្រ័យដោយសារតែយើងមានការប្រុងប្រយ័ត្នមិនប្រមាថមិនធ្វេសប្រហែសអញ្ចឹងញាតិញោមពុទ្ធបរិស័ទអញ្ចឹងបុគ្គលទី4នេះមិនងាយនឹងបានស្ដាប់ធម៌របស់តថាគតទេជួនកាលបានឃើញបានស្ដាប់ធម៌តថាគតហើយប៉ុន្តែអ្នកនោះឯងគ្មានឧបនិស្ស័យជាមួយទេអញ្ចឹងណាអត់មានឧបនិស្ស័យជាមួយទេអញ្ចឹងគឺញាតិញោមពុទ្ធបរិស័ទទាំងឡាយចូលយល់ដឹងអំពីបុគ្គលទាំង4ចម្ពោះនេះហើយបុគ្គលទាំង4ចម្ពោះនេះឯងបើនិយាយពីប្រៀបដូចជាបញ្ញាវិញណាអ្នកដែលស្ដាប់ធម៌ហើយយល់នេះគេហៅថាមានបញ្ញាដូចជាគំនូស
គូសលើថ្មប៉ុន្តែបើសិនជាមានបញ្ញាត្រាស់ដឹងឯងបញ្ញាចាក់ធ្លុះត្រាស់ដឹងឯងអានឹងគឺសំដៅទៅលើបញ្ញារបស់ព្រះពុទ្ធគឺមានការប្រៀបធៀបដូចជាណាប្រៀបដូចជាពេជ្រគំនុះគូសលើពេជ្រអញ្ចឹងធម្មតាពេជ្រកាលណាបើគូសហើយគឺអត់មានអីទៅរលុបបានទេហើយចំណែកឯគំនុះគូសលើថ្មក៏មិនងាយដែរកាលណាបើគូសកាលណាបើសរសេរហើយថ្មនោះឯងនឹងមានស្លាកស្នាមរាប់រយសតវត្ស100ឆ្នាំក្តី200ឆ្នាំក្តី300ឆ្នាំក្តីគឺថ្មនោះឯងនៅតែឃើញស្នាមឆ្លាក់នៅតែឃើញស្នាមចានិយាយដែរញាតិញោមណានៅតែឃើញស្នាមអត់មានរលុបរលាយភ្លៀងផ្គរថ្ងៃក្តៅយ៉ាងណាក៏ដោយក៏អត់មានរលុបរលាយដែរអាហ្នឹងគេហៅថាបញ្ញាដូចជាគំនុះគូសលើថ្មមិនបើចេះហើយចាំហើយមិនភ្លេចដាច់សាតមិនភ្លេចជាដាច់ខាតចេះហើយចាំហើយមិនភ្លេចដាច់ខាតទី3ដូចជាគំនុះគូសលើដីគំនុះគូសលើដីនេះមិនប្រកបមិនបជាទេញាតិញោមពុទ្ធបរិស័ទទាំងឡាយបើសិនជាគ្មានភ្លៀងភ្ងៀនណាគ្មានផ្គរអត់មានភ្លៀងអាហ្នឹងគឺអាហ្នឹងនៅឃើញស្នាមតែបើសិនជាគូហើយស្រាប់តែភ្លៀងមកឈុលស្នាមគូនឹងដឹងអាបាត់យ៉ាងណាមិញមនុស្សដែលមានបញ្ញាដូចជាគំនុះគូសលើដីនេះអញ្ចឹងគឺមិនថិតថេរទេឮថ្ងៃហ្នឹងស្ដាប់បានស្អែកឡើងភ្លេចអស់ហ្នឹងហើយចឹងញាតិញោមស្ដាប់បានណាបកល4ចម្ពោះដែលព្រះពុទ្ធជាម្ចាស់ព្រះអង្គលោកថាបើសិនជាសម្ដែងធម៌ប្រុសសត្វគឺគិតទៅតាមបកល4ចម្ពោះហ្នឹងអញ្ចឹងអត់អីទេព្រះអង្គអាចទៅសម្ដែងបានប្រមាលមើលឧបនិស្ស័យសត្វខ្លះមិនតន់អីទេគ្រាន់តែឃើញក៏ជ្រះថ្លាដែរក៏ឃើញតថាគតជ្រះថ្លាហើយបើសិនជាតថាគតសម្ដែងធម៌ឲ្យស្ដាប់ទៀតរឹតតែជ្រះថ្លាទៅទៀតអញ្ចឹងបកលនឹងឆាប់លូតលាស់ណាបកលឆាប់លូតលាស់ណាអញ្ចឹងទេញាតិញោមពុទ្ធបរិស័ទទាំងឡាយអញ្ចឹងគឺព្រះអង្គលោកសម្ដែងធម៌ម្ដងពីរដងចាំបានណាអញ្ចឹងទេគឺគំនុះគូសលើពេជ្រគំនុះគូសលើថ្មគំនុះគូសលើដីហើយយើងគឺមានបញ្ញាខុសគ្នាអញ្ចឹងមនុស្សលោកសពថ្ងៃហ្នឹងអ្នកខ្លះគេរៀនបកែគេធ្វើការងារធំចំណែកឯអ្នកខ្លះរៀនអត់បកែទេបានតែត្រឹមថ្នាក់ទី10ថ្នាក់ទី11គឺសម្រាប់នៅផ្ទះតែម្ដងដែលអញ្ចឹងចំណេះវិជ្ជាមិនមានការអភិវឌ្ឍទេផ្ទុយទៅវិញគឺកំបិតដែលសំលៀងហើយទុកចោលកំបិតនោះនឹងត្រូវស្ញាចាប់ច្រេះចាប់តែបើសិនជាយកមកសំលៀងជារៀងរាល់ថ្ងៃកុំថាឡើយគឺអាចប្រើប្រាស់បានជារៀងរហូតតរៀងទៅចឹងញាតិញោមពុទ្ធបរិស័ទទាំងឡាយក្នុងឱកាសពេលនេះខ្ញុំគណៈអាត្មាភាពបានលើកឡើងសម្ដែងអំពីការត្រាស់ដឹងរបស់ព្រះអង្គដោយព្រះអង្គទ្រង់ប្រើនៅបញ្ញាញាណដើម្បីជាយុទ្ធសាស្ត្របដិឡោមវិធីផងអនុឡោមវិធីផងបាញ់ច្រាស់បណ្ដោយទៅមកអញ្ចឹងទៅគឺធ្វើឲ្យការចាក់ធ្លុះនៅក្នុងជាតិជាអនេកការប្រមាលមើលនៅបនិស្ស័យសត្វហើយនឹងជាពិសេសនោះគឺទ្រង់បានកម្ចាត់បងនៅកិលេសដែលជាតណ្ហាណាធ្វើឲ្យព្រះអង្គសាងអត្តភាពនៅក្នុងជាតិនីមួយរាប់សែនអសង្ខ័យជាតិហើយពេលនេះជាពេលចុងក្រោយដែលតថាគតនឹងបរិនិព្វានមិនអាចវិលត្រឡប់មកជួបជាតិជារាព្យាធិមរណៈទៀតបានឡើយបងសូមអនុមោទនាចឹងពធទេសនានៅក្នុងវេលាកាលពេលនេះក៏សំកាលវេលានឹងបញ្ចប់ក៏ប៉ុន្តែមិនបញ្ចប់ក៏សូមបានចម្រើននៅបញ្ញាដល់ញាតិញោមប្រគុណម្ចាស់អស់លោកទាំងអស់គ្នាឲ្យបានជាកតិនៃការត្រេះរិះពិចារណាបានចម្រើននៅបញ្ញាគ្រប់ជាតិទៅសូមអនុមោទនាហើយយ៉ាងសង្ខេបពេលនសមតាការសម្ដែងពធទេសនាមានប្រមាណប៉ុណ្ណេះលើសលួសខ្វះខាតក៏សន្មតឲ្យចប់អេវ៉ាំង